Ok, xin đây vô ổn. Ngày nay dân mà chụp nàyจะថ្ងៃទី1យើងមករៀនភាសាកូរ៉េអញ្ចឹងយើងដឹងហើយថាភាសាកូរ៉េវាអត់ដូចភាសាពួកភាសាអង់គ្លេសភាសាចិនឬក៏ភាសាអីផ្សេងទេភាសាខ្មែរទេភាសាកូរ៉េភាគច្រើនរញ៉េរញ៉ៃវាមានការប្រើប្រាស់បច្ចុប្បន្នផ្សេងទៅអនាគតនោះក៏ផ្សេងទៅណាហើយអតីតកាលក៏ផ្សេងទៅហើយវាមានច្រើនទៀតអញ្ចឹងបើសិនយើងអត់ដឹងទៅលើរបស់វាគឺវាវិលមុខបើនិយាយមួយម៉ាត់ទៅភាសាកូរ៉េនេះគឺវារញ៉េរញ៉ៃអញ្ចឹងអានេះយើងមកសិក្សាពីការប្រើប្រាស់វាមានទម្រង់ធម្មតាទម្រង់ជំមិត្តភ័ក្រទម្រង់គួរសមជុំមនុស្សចាស់អញ្ចឹងណាដូចឧទាហរណ៍ថាខ្ញុំស្រឡាញ់អ្នកអញ្ចឹងសារ៉ាំងហេយោអានេះយើងនិយាយរបៀបសមរឿងគោរពទេបើយើងថាសារ៉ាំងហេអញ្ចឹងគឺអត់ទេអានេះគឺអត់គោរពទេអញ្ចឹងអានេះយើងវីដេអូទី1របស់យើងមកបង្រៀនអំពីការប្រើប្រាស់ស៊ឹមនីដាហើយនិងភីអឹបនីដាឬយើងអាចនិយាយថាវាជាទម្រង់គួរសមណាវាជាទម្រង់គួរសមអញ្ចឹងយើងជាអ្នករៀនកូរ៉េយើងដឹងហើយថាគ្រប់កិរិយាសព្ទភាសាកូរ៉េវាបញ្ចប់ទៅដោយដាឃើញទេបាទដោយដាឬក៏យើងអានថាប៉ុន្តែភាគច្រើនដល់ពេលវានៅក្នុងទម្រង់ជាវចនានុក្រមគេអានថាតាវិញដូចថាមកតាហូបអីចឹងទៅញ៉ាំមិនមកតាណាអាហ្នឹងគឺនៅក្នុងទម្រង់ជាកិរិយាសព្ទក្នុងវចនានុក្រមណាអញ្ចឹងកិរិយាសព្ទដានេះវាមានរូបមន្តរបស់វាឬក៏ហៅថា form របស់វាគឺកិរិយាសព្ទគ្រប់កិរិយាសព្ទយើងដឹងហើយកិរិយាសព្ទកូរ៉េវាបញ្ចប់ទៅដោយដាណាបញ្ចប់ទៅដោយដាអញ្ចឹងកិរិយាសព្ទណាដែលមានផាតឈីមណាយើងបងស៊ឹមនីដាពាក្យថាផាតឈីមយើងដឹងហើយគឺវាមានជើងណាវាមានជើងពីក្រោមតែនេះជើងទៅអាហ្នឹងថាផាតឈីមអញ្ចឹងកាលណាតាកិរិយាសព្ទនេះខាងមុខនេះកិរិយាសព្ទនេះខាងមុខហ្នឹងកាលណាតាកិរិយាសព្ទខាងមុខនេះយើងលុបដានឹងចោលសិនកាលណាយើងលុបដានឹងចោលសិនហើយវាសល់ជើងអាហ្នឹងមានន័យថាវាមានផាតឈីមហើយអញ្ចឹងមិនអាហ្នឹងយើងត្រូវប្រើជាមួយស៊ឹមនេះដាអូខេអញ្ចឹងទម្រង់ទី2កិរិយាសព្ទដដែលបញ្ចប់ដោយដាដដែលប៉ុន្តែគ្មានផាតឈីមមានន័យថាវាអត់មានជើងទេវាមានជើងដូចឧទាហរណ៍ថាមុខអញ្ចឹងមុខវាមានជើងមែនទេមុខឧទាហរណ៍ថាមុខអញ្ចឹងមុខមុខនេះវាមានជើងហ្នឹងមុខអញ្ចឹងអាហ្នឹងយើងដាក់មុខស៊ឹមនេះយើងប្រើមុខស៊ឹមនេះដែរអូខេតែកាលណាវាគ្មានវិញឧទាហរណ៍ដូចថាខាអញ្ចឹងឧទាហរណ៍ថាខាអញ្ចឹងខាអញ្ចឹងវាអត់មានជើងទេអញ្ចឹងអានហ្នឹងខំនេះដែរយកអានេះមកដាក់ពីក្រោមខំនេះដែរអាហ្នឹងគឺជាទម្រង់គួរសមអញ្ចឹងសម្រាប់វេយ្យាករណ៍ខ្ញុំរៀនឆ្អិនដែរហើយបាទខ្ញុំអាចដឹងច្រើនអញ្ចឹងបងប្អូនណាដែលឆ្ងល់អាចខមមិនសួរបានណាពីការប្រើប្រាស់វេយ្យាករណ៍កូរ៉េបាទអញ្ចឹងនេះជាវីដេអូទី1ដែលខ្ញុំទៅតែបើកបង្រៀនព្រោះខ្ញុំអត់ដែលបានធ្វើវីដេអូបាទអញ្ចឹងអ្នកទាំងអស់គ្នាសូមជួយចុច Subscribe ហើយចុចសញ្ញារូបកណ្ដឹង Subscribe នេះគឺកណ្ដឹងហ្នឹងឯងហើយជួយឲ្យមេដៃដើម្បីតាមដានរៀនមេរៀនបន្តទៀតជាមួយនឹងខ្ញុំអញ្ចឹងបងប្អូនអាចសួរបានគ្រប់ចម្ងល់ក្នុង comment ឬមួយក៏ឆាតមកសួរតបបានណាអូខេបាយបាយ